សួស្តីតងគ្នានៅក្នុងវីដេអូនេះខ្ញុំបរៀនអំពីកម្មវិធី Google Sheet ម្ដងដែល CA Computer តាមចេញសភៅថ្មីបាទយើងមានទូសភៅ Google Sheet ដែរអញ្ចឹងដើម្បីបង្កើត checkbox នៅក្នុងកម្មវិធី Google Sheet បាទតើយើងត្រូវធ្វើរបៀបណាបើសិនជាយើងគ្រីសវាចេញពាក្យថា done បើសិនជាយើងអត់គ្រីសទេវាចេញពាក្យថា not yet សម្រាប់យើងគ្រីសទៅលើការងារណាហើយបាទការងារណាហើយយើងគ្រីសការងារណាមិនទាន់ហើយយើងអត់គ្រីសទេអញ្ចឹងដើម្បីបង្កើត checkbox បាទយើងត្រូវធ្វើរបៀបណាអញ្ចឹងខ្ញុំសូមលុបចេញសិនបាទអញ្ចឹងយើងដំបងអត់ទាន់មានអីទេណាយើងលុបចេញមកខ្ញុំ delete ចេញហើយយើងចង់ដាក់ checkbox គ្រាន់តែ select ទាំងអស់មក select ពីលើចុះក្រោមមកហើយចូល insert ខាងលើហើយយកកន្លែង checkbox បាទអញ្ចឹងយើងបានហើយតែបើសិនយើងគ្រីសអត់ទាន់ចេញអីទេអញ្ចឹងបើសិនជាយើងគ្រីសវាស្មើនឹងពាក្យថា true បើយើងអត់គ្រីសទេវាស្មើនឹងពាក្យ false អញ្ចឹងយើងអាចដាក់លក្ខខណ្ឌបានណាកន្លែង status ហ្នឹងណាយើងដាក់លក្ខខណ្ឌមកប្រើរូបមន្ត if ស្មើ if បើសិនបើកន្លែងបាទបាន b3 ហ្នឹងស្មើនឹង true បាទបើសិនជាវាស្មើ true យើងឲ្យវាចេញពាក្យថា done ណាព្រោះពេលដែលយើងគ្រីសវាមានន័យថា true អញ្ចឹងបើសិនជាវា true ស្មើ done ហើយបើសិនជាមិន true ទេបើសិនជា false លក្ខខណ្ឌផ្ទុយគឺ not yet ហើយបិទវងចូល enter មកបាទឃើញ not yet អញ្ចឹងបើយើងគ្រីសចេញពាក្យ done បើយើងអត់គ្រីសទេចេញពាក្យ not yet ហើយគ្រាន់តែទាញចុះក្រោមមកទាំងអស់មកបាទហើយបាទអញ្ចឹងអ្នកទោសគ្នាគ្រីសទៅវាចេញពាក្យ done ទាំងអស់ហើយបាទហើយ checkbox ហ្នឹងយើងប្រើច្រើនជាមួយការងារទូទៅណាបាទសម្រាប់ដូចជា to do list អីចឹងយើងអាចគ្រីសបានបាទហើយបើសិនជាអ្នកទោសនេះចាប់អារម្មណ៍ចង់រៀនចង់ទិញសភៅយើងមានដែរបាទឈុតសភៅ Google Sheet ទៅបាទសូមអរគុណ